ដឹងអត់កម្មវិធីកញ្ចប់គ្រួសារអីគេនោះហ៎និងមួយទៀតដែលគេសរសេរថាម៉ចចហ្នឹងអីគេទៅអូអត់ដឹងដែរចាំមើលមន្ត្រីឃុំមកបង្ហាញទៅជំរាបសួរអ៊ំពូមីងដែលបានមកចូលរួមក្នុងថ្ងៃនេះអ៊ំពូមីងប្រកាសជាឆ្ងល់ហើយអ្វីទៅជាម៉ចចពីមុនឆ្ងល់តែមួយទេឥឡូវមានមួយទៀតអីមកចូលនឹងបាទពូតែមុននឹងខ្ញុំធ្វើបទបង្ហាញខ្ញុំសូមធ្វើការណែនាំខ្លួនសិនខ្ញុំឈ្មោះតារាជាមន្ត្រីឃុំយើងនេះនិងក្រុមការងារយើងម្នាក់ទៀតគាត់ឈ្មោះសុធីតាគាត់ជាកកនគរឃុំយើងនេះអញ្ចឹងចូលមកដល់ចម្ងល់របស់លោកពូពិសិដ្ឋម៉ចចមានន័យដូចម្ដេចម៉ចចពាក្យពេញគឺមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិការដឹកនាំនិងគ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារលក្ខខណ្ឌនៃការទទួលផលត្រូវអនុវត្តចំពោះគ្រួសារដែលមានបានសមត្ថភាពកម្រិតក្រ1ឬក្រ2និងសមាជិកគ្រួសារជាជនងាយរងគ្រោះដូចជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំត្រូវមានសិភៅសុខភាពមាតានិងបានសុខភាពកុមារជនមានពិការភាពត្រូវមានបានសម្គាល់ជនមានពិការភាពជនចាស់ជរាត្រូវមានអាយុចាប់ពី60ឆ្នាំឡើងសិស្សានុសិស្សសិក្សាក្នុងគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈត្រូវមានការបញ្ជាក់ការចុះឈ្មោះចូលរៀននិងការអនុវត្តលក្ខខណ្ឌមករៀនតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងកម្មវិធីអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ត្រូវមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចគ្រួសារក្រីក្រដែលមានបានសមត្ថភាពនិងសមាជិកគ្រួសារជាជនងាយរងគ្រោះត្រូវចុះឈ្មោះក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅសាលាឃុំសង្កាត់តើយើងទទួលបានផលនិងអត្ថប្រយោជន៍យ៉ាងម៉េចទៅប្អូនបើជនងាយរងគ្រោះមានប្រភេទខុសៗគ្នាយ៉ាងនេះបាទបងស្រីមាននីតិវិធីនៃការចុះឈ្មោះត្រូវកំណត់ក្នុងសិភៅប្រតិបត្តិគោលស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារលក្ខខណ្ឌលម្អិតនៃការទទួលបានផលសូមឲ្យបងសុធីតាជួយជម្រាបជូនបន្ថែមចាគ្រួសារក្រីក្រដែលមានបានសមត្ថភាពនិងសមាជិកគ្រួសារជាជនងាយរងគ្រោះទទួលបានការឧបត្ថម្ភតាមប្រភេទមុខសញ្ញាក្រុមគោលដៅដូចខាងក្រោម1ការឧបត្ថម្ភគោលគ្រួសារចំនួនទឹកប្រាក់34,000រៀលក្នុងមួយខែ2ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំដែលមកទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈដូចខាងក្រោមដំណាក់កាលទី1ពិនិត្យផ្ទៃពោះមុនសម្រាលតិបរមា4ដង80,000រៀលក្នុងមួយដងដំណាក់កាលទី2សម្រាលកូនទូល400,000រៀលក្នុងមួយដងដំណាក់កាលទី3ពិនិត្យសុខភាពក្រោយសម្រាលអតិបរមា10ដង80,000រៀលក្នុងមួយដង3សិស្សានុសិស្សសិក្សាក្នុងគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈបឋមសិក្សាទទួលបាន20,000រៀលក្នុងមួយខែមធ្យមសិក្សាបឋមភូមិទទួលបាន20,000រៀលក្នុងមួយខែមធ្យមសិក្សាទុតិយភូមិទទួលបាន30,000រៀលក្នុងមួយខែ4ជនមានពិការភាព28,000រៀលក្នុងមួយខែ5ជនចាស់ជរាអាយុ60ឆ្នាំឡើងទៅ28,000រៀលក្នុងមួយខែ6អ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍28,000រៀលក្នុងមួយខែករណីស្ត្រីមានផ្ទៃពោះសម្រាលកូនភ្លោះត្រូវទទួលបានការឧបត្ថម្ភចំនួន600,000រៀលប្រាក់ឧបត្ថម្ភនេះត្រូវបន្ថែមចំនួន200,000រៀលទៅតាមចំនួនកូនដែលបានសម្រាលខាងលើនេះគឺជាអត្ថប្រយោជន៍ដែលជនងាយរងគ្រោះដែលមានបានសមត្ថភាពទទួលបានតើអ៊ំពូមីងមានអ្វីសួរបន្ថែមទៀតទេបាទអត់មានអីទៀតទេអរគុណច្រើនណាស់សហការផលិតដោយអង្គការជនពិការកម្ពុជា និងវិទ្យុសំឡេងជនពិការគាំទ្រការផលិតដោយកម្មវិធីសហប្រតិបត្តិការអូស្ត្រាលីកម្ពុជាដើម្បីផ្ដល់សេវាប្រកបដោយនិរន្តរភាពនិងសមត្ថភាពហៅកាត់ថា Access 2